ជំរាបសួរបងប្អូនទាំងអស់គ្នាការដែលយើងអង្គុយយូរលើសពី8ម៉ោងបណ្ដាលឲ្យយើងមានបញ្ហាជំងឺបេះដូងរហូតដល់ 34% បន្ទាប់ពីស្ដាប់ពីលោកគ្រូពេទ្យទៅខ្ញុំទទួលបានព័ត៌មានថាការដែលយើងអង្គុយយូរបណ្ដាលឲ្យសរសៃឈាមនៅកន្លែងជើងរបស់យើងនឹងគឺពន្យាពេលនៃការហូរបណ្ដាលឲ្យជាតិខ្លាញ់មានឱកាសឡើងខ្ពស់ហើយជាតិស្ករនៅពេលនោះអត់ទាន់យកមកប្រើទេហើយការរលាករ៉ាំរ៉ៃក៏កើនឡើងជាងមុនគួរចងចាំថារាងកាយរបស់យើងបង្កើតឡើងមកគឺដើម្បីឲ្យមានចលនាមិនមែនបង្កើតឡើងមកគឺដើម្បីសម្រាប់អង្គុយនោះទេសួរថាយើងហាត់ប្រាណក្នុងមួយថ្ងៃ1ម៉ោងរួចហើយតើហេតុអីក៏មានបញ្ហាជំងឺបេះដូងទៀតទោះបីជាយើងហាត់ប្រាណក្នុងមួយថ្ងៃ1ម៉ោងក៏ដោយក៏នៅតែមានបញ្ហាដដែលអញ្ចឹងវិធីកែប្រែរបស់យើងគឺត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យយើងមានបញ្ហាជំងឺបេះដូងនោះលោកគ្រូពេទ្យបានណែនាំថាឲ្យយើងពេលដែលយើងអង្គុយបាន60នាទីឬ1ម៉ោងនោះឲ្យយើងនឹងក្រោកឈរដើរពី2ទៅ5នាទីការដែលយើងក្រោកឈរដើរគឺជួយឲ្យបញ្ចុះជាតិស្ករនៅតាមសរសៃឈាមរបស់យើងហើយជួយជំរុញការមានចលនារបស់ឈាមរបស់យើងហើយទី2គឺឲ្យយើងនឹងមានតុសម្រាប់អង្គុយផងសម្រាប់ឈរផងដើម្បីឆ្លាស់គ្នាហើយទី3នោះលោកគ្រូពេទ្យឲ្យយើងនឹងគឺហាត់ប្រាណក្នុងមួយថ្ងៃឲ្យបាន15នាទីទៅ30នាទីក្នុងមួយថ្ងៃឲ្យបាន15នាទីទៅ30នាទីដូចជាការឡើងជណ្ដើរថ្មើរជើងពេលដែលយើងទៅធ្វើការយើងអាចឡើងជណ្ដើរថ្មើរជើងបានឬមកក៏យើងចតឡានរៀងឆ្ងាយដើម្បីឲ្យយើងមានចលនានៃការដើរហើយអរគុណសម្រាប់ការទស្សនាសង្ឃឹមថាคลิปវីដេអូមួយនេះនឹងមានប្រយោជន៍ដល់អ្នកនិងអ្នកដទៃទៀតអរគុណជម្រាបលា